បាទជម្រាបសួរបងប្អូននិងកូនសិស្សទាំងអស់គ្នារីករាយដែលបានចូលមករៀនភាសាកូរ៉េបាទជាមួយនឹងសាលា ENCI Cambodia បាទជាក្តីសង្ឃឹមក្នុងការប្រឡងជាប់សម្រាប់សិស្សគ្រប់គ្នាបាទថ្ងៃនេះយើងបន្តមេរៀនទៀតគឺសៀវភៅ60មេរៀនថ្មីបាទដែលក្រសួងទើបចេញហើយយើងចូលទៅដល់មេរៀនទី10ណាបាទនៃវិទ្យាសាស្ត្រ e-Math Topic បាទលំហាត់សិតតោះកុំឲ្យខាត់ពេកយើងទៅមុខជាមួយគ្នាតែម្ដងបាទអឺយើងមើលលំហាត់គេបាទយើងកាលណាយើងរៀនបានដល់មេរៀនទី10អញ្ចឹងរបៀបការដោះស្រាយលំហាត់អ្នកនរគ្នាកាន់តែមានបទពិសោធន៍មិនចឹងហ៎បាទទៅធ្វើឲ្យយើងកាន់តែជំនាញទៅយល់ដឹងទៅយល់ដឹងទៅណាបាទហ្នឹងហើយអញ្ចឹងដើម្បីអាចដោះស្រាយលំហាត់នេះបានយើងប្រែសំណួរសិនមកបាទពេលខ្លះទៅដល់ពេលយើងយល់ខ្លាំងទៅអាសំណួរខាងលើមិនបាច់ប្រែទេគាត់តែឃើញលំហាត់គេដាក់ចឹងមកយើងដឹងហ្មងអូដោះស្រាយយ៉ាងម៉េចជាងកន្លែងនេះគេដាក់ធុងចន់អ៊ីមីដាគឺជាលុយកាក់ធុងចន់ជាលុយដែរប៉ុន្តែជាកាក់បងប្អូននេះអញ្ចឹងចម្លើយនៅលេខទី3បាទងាយដល់គ្នាណាបាទកាន់តែរៀនកាន់តែចេះកាន់តែងាយបាទហើយតើយើងខំប្រឹងរៀនគឺងាយហើយបាទតោះចុះបន្តទៅទៀតអឺថាអ៊ឹមខាងក្រោមបាទកន្លែងណាលំហាត់ណាមិនយល់យើងប្រែសំណួរតិចមកបើសិនបើយល់ហើយมันចាំបាច់ខាត់ពេលក្នុងការប្រែសំណួរទេណាបាទថាអ៊ឹមខាងក្រោមឋានណូវ៉ានេះពាក្យខ្វាន់គេនេះដែលមានពាក់ព័ន្ធខត់សឿនរបស់បរិសនិកាអ្វីអញ្ចឹងគេថាតើអ្វីទៅជារបស់ដែលមានពាក់ព័ន្ធទៅនឹងពាក្យខាងក្រោមទីចំតើអ្វីទៅជាខ្លឹមសារអាខត់នេះប្រែបានច្រើនបងប្អូនណាមិនមែនប្រែថាតែរបស់អញ្ចឹងទេបាទជាខ្លឹមសារដែលមានពាក់ព័ន្ធទៅនឹងពាក្យខាងក្រោមតាល់គីយើងប្រែថាម៉េចផ្លែ strawberry អញ្ចឹង strawberry វាពាក់ព័ន្ធជាមួយអីគេបងប្អូនបាទគាត់យើងចេញមកយើងដឹងបាត់ដែរតែ strawberry វាពាក់ព័ន្ធជាមួយនឹងខ្វាអ៊ីលគឺផ្លែឈើមិនអញ្ចឹងបងប្អូនណាបាទ strawberry គឺផ្លែ strawberry គឺជាផ្លែឈើបាទត្រឹមត្រូវចម្លើយយើងនៅលេខ2តោះចំណែកលំហាត់បន្ទាប់នេះគឺគេហៅថាលំហាត់វេយ្យាករណ៍គ្រូតែងតែប្រាប់ហើយបាទដើម្បីអាចចេះដោះស្រាយលំហាត់វេយ្យាករណ៍នេះអ្នកទាំងអស់នេះត្រូវតែចេះវេយ្យាករណ៍ខ្លះហើយវិជ្ជាករដែលគ្រូបានបង្រៀនអំឡុងពេលដោះស្រាយនៅទាំងអស់នេះចេះតែប៉ុណ្្នឹងទៅគឺពេលទៅប្រឡងយើងអាចដោះស្រាយបានដែរតែកន្លែងគេដាក់ថាអ៊ឹមខាងក្រោមជុំចំណោមមិត្តឈុលបន្ទាត់ពីក្រោមបាទមិត្តឈុលបន្ទាប់ពីក្រោមភូននេះចំណុចម៉ាត់នឹងដែលត្រឹមត្រូវមុនចាំងប្រយោគខូឬស៊ីអូសូមជ្រើសរើសអញ្ចឹងគេឲ្យជ្រើសរើសប្រយោគដែលត្រឹមត្រូវនៅចំណុចដែលគូបន្ទាត់ពីខាងក្រោមអញ្ចឹងវិជ្ជាករនេះយើងមើលទៅតាមស្ថានភាពវិជ្ជាករវាមានចម្រុះបាទមានជាវិជ្ជាករអតីតកាលដូចជាអត្តនិងអត់ទេបងប្អូននេះបាទអត់និងអត់ហើយមានវិជ្ជាករអអាយោហើយនឹងអអាយោចំណែកអានេះមានវិជ្ជាករនេយោបាទតម្រងនេយោបងប្អូននេះណាហើយអញ្ចឹងដើម្បីអាចអឺវិជ្ជាករនេះគឺមានតែ3នៅក្នុងលំហាត់នេះគឺបាទអអាបងប្អូននេះអអាបាទអអានេះអជាស្រ័យបងប្អូននេះណាបាទសេច្បាស់តិចអហើយនឹងអអាយោបងប្អូននេះចាំបានទេវិជ្ជាករដំបូងដែលយើងរៀនអអាយោហ្នឹងអញ្ចឹងរាល់គុណនាមគេសព្ទទាំងឡាយណាដែលលុបដើរចេញបន្ទាប់មកវាលុបដើរឲ្យបូកជាមួយនឹងអអាយោបាទកន្លែងនេះបងប្អូនណាអានេះលុបដើរចេញអញ្ចឹងមូកប់តានេះលុបដើរចេញវាបញ្ចប់ដោយជើងភីអ៊ឹបយើងត្រូវធ្វើម៉េចបាទត្រូវបដូរទៅជាលុបជើងភីអ៊ឹបថែមស្រអ៊ូអញ្ចឹងហ្នឹងអញ្ចឹងអានេះកាលណាថែមស្រអ៊ូលុបជើងភីអ៊ឹបចេញវាថែមស្រអ៊ូបូកជាមួយនឹងអនេះអត់នេះអញ្ចឹងអានេះខុសហើយអូខេឥឡូវនេះគេអត់ថែមស្រអ៊ូអត់អញ្ចឹងក្នុងករណីអត់ថែមស្រអ៊ូគឺខុសហើយតោះនេះបងប្អូននេះបើសិនបើបូកជាមួយនឹងវិជ្ជាករអាត់អត់នេះឯងឬក៏អអាយោណាចាអានេះខុសចំណែកទី2ដូចគ្នាទី2គេដាក់យេពឺអយោអត់មានទេបងប្អូននេះអត់អាចយេពឺអយោបានទេគឺទៅជាយេប៉យោនេះទៅជាយេប៉យោមិនមែនយេពឺប៉យោបងប្អូននេះហេតុអីព្រោះស្រអ៊ឺកាលណាប៉ះស្រអស្រអ៊ឺខ្លាចជាស្រអបាទអញ្ចឹងយេប៉យោបាទណាតោះអញ្ចឹងទី3នេះថប់បាទឆុងមកថប់អយោអត់ត្រូវទេអញ្ចឹងថប់អយោទៅជាគេបងប្អូននេះទៅជាថវយោជាថវវយោថវយោហើយអានេះអីគេបងប្អូននេះមូកប់អត់សយោទៅជាគេបងប្អូននេះទៅជាមូកវសយោមូកជាស្រ័យមូកវសយោបានត្រូវបងប្អូននេះណាបានត្រូវបាទមូកវសយោបានត្រូវណាទៅជាមូកវសយោបានត្រូវអានេះទៅជាថវយោបានត្រូវណាថវយោហើយនេះទៅជាយេប៉យោបានត្រូវអញ្ចឹងចម្លើយដែលត្រឹមត្រូវរបស់យើងអានេះខុសចម្លើយត្រឹមត្រូវរបស់យើងនៅលេខ4ដល់នេះនៅលេខ4បាទលេខ4ណាបាទតោះអញ្ចឹងហេតុបានត្រូវលេខ4ដល់នេះពាក្យក្តារហាន់គុកអ៊ឹមស៊ីកម្ហូបកូរ៉េឆាល់ម៉ាន់ទឺណេអូ
បាទឆាល់ម៉ាន់ឌឺណេឃើញទេចឹងអាចតម្រង់បាទអឺម៉ាន់ឌឺលតាពាក្យពេញបើវាកាពិតពាក្យពេញម៉ាន់ឌឺលតានេះម៉ាន់ឌឺលតាតោះនេះបងប្អូនគ្នាម៉ាន់ឌឺលតាពាក្យពេញណាចឹងលុបដាចោលបូកជាមួយតម្រង់ណេយោអញ្ចឹងរីអ៊ឺកាលណាប៉ះជាមួយរីអ៊ឺគេលុបរីអ៊ឺចោលអញ្ចឹងទៅសល់ជាម៉ាន់ឌឺណេយោបាទអញ្ចឹងចម្លើយយើងទៅលេខបាទលេខ4នឹងឯងតោះមិនដឹងអ្នកនរយល់វិជ្ជាករបានប៉ុណ្ណាណាតែបើសិនបើយើងចេះវិជ្ជាករយើងខកកន្លែងមួយយើងដឹងបាត់ហើយនិយាយចំទៅឲ្យតែមើលអា3នេះខុសនេះអ្នកនរគ្នាបើវិជ្ជាករផ្សេងអាចនឹងមិនចេះបើថាករណីវិជ្ជាករមួយមិនចេះណាយើងអាចមើលដឹងចម្លើយ3មិនត្រូវហើយគឺអាចមួយយើងអាចសន្និដ្ឋានថាជាចម្លើយត្រូវបានហើយបាទបើសិនក្នុងករណីយើងអត់ចេះតម្រង់នេយោណាបាទឧទាហរណ៍អញ្ចឹងអានេះមូកប់អត់សយោអត់មានទេបាទខាបាំងយេពឺអយោក៏អត់មានដែរអានដេធ្លុសសយោបាទចំណែកទី3នេះគឺឆងម៉ាល់ថថប់អយោក៏អត់មានដែរអញ្ចឹងវាអាចនឹងនៅលេខ4បាទហាន់គុកអ៊ឹមស៊ីគលឆាល់ម៉ាន់ឌឺណេយោអញ្ចឹងវេយ្យាករណ៍វាគឺរីអ៊ឺលប៉ះជាមួយនេះអ៊ឺនគេលុបរីអ៊ឺលចោលអញ្ចឹងទៅជាម៉ាន់ឌឺណេយោបាទអត់តន់ដល់គ្នាអោះបើសិនបើអត់តន់យល់វេយ្យាករណ៍ហ្នឹងបងប្អូនអាចចូលទៅមើលថ្នាក់វេយ្យាករណ៍បានដែលលោកគ្រូបានបង្រៀនតាក់ទងជាមួយទម្រង់ណេយោបាទយើងប្រើប្រាស់បែបម៉េចណាបាទថាអ៊ឹមខាងក្រោមតទៅទៀតណាបងប្អូនលេខ3បាទថាអ៊ឹមខាងក្រោមគឺអត្ថបទអ៊ីកូអានណែយងខ្វាដោយខ្លឹមសារខិតធិនដូចបាទខត់របស់ឬក៏អ្វីហ្នឹងបាទ horizontal ជ្រើសរើសអញ្ចឹងគេឲ្យជ្រើសរើសនៅអ្វីដែលដូចទៅនឹងខ្លឹមសារដោយអានអត្ថបទខាងក្រោមអញ្ចឹងយើងមើលមកគេដាក់ Hana Mathu Harin Hengsa បាទ Hengsa នេះយើងប្រែថាព្រឹត្តិការណ៍ Harin បញ្ចុះតម្លៃយើងអាចនិយាយថាកម្មវិធីបញ្ចុះតម្លៃរបស់ Mart Hana នេះណា Hana Mart នេះបាទចាប់ពីថ្ងៃទី12ខែ9រហូតដល់ថ្ងៃទី15អំឡុងពេល3ថ្ងៃបាទខូឡានេះ2900ទិញមួយថែមមួយបាទណាមកដប2900ទិញមួយថែមមួយហើយតាពាំងបាយជូរតម្លៃពេញរបស់វាគឺ19000 19900ចុះត្រឹមពី12900អញ្ចឹងបានតែចុះ5000ហើយសម្រាប់กระดาษអនាម័យនេះអ្នកនរគ្នាមានចំនួន12ដុំបាទ12នេះ12ណាអានេះ1 2អញ្ចឹងវាមាន6មាន2ជួរវា12អញ្ចឹងតម្លៃដើមគឺ13500សល់ត្រឹម10000ទេឥឡូវគេឲ្យយើងរកអ្វីដែលត្រឹមត្រូវស៊ូជីនឹង Harin Alhamnida Harin នេះចុះតម្លៃ Alhamnida មិនជាងប្រែថាกระดาษអនាម័យមិនមានការបញ្ចុះតម្លៃទេត្រូវដល់អ្នកអត់ទេនេះបញ្ចុះទៅនេះกระดาษអនាម័យបញ្ចុះទី2នេះ Quill Kuwal Ship E Il Khachi Sage Phamnida គឺគេលក់ក្នុងតម្លៃថោករហូតដល់ថ្ងៃទី12ខែ9បងប្អូនមើលមើលគេលក់ដល់ថ្ងៃទីប៉ុន្មានថ្ងៃទី15មកមិនថ្ងៃទី12ទេអញ្ចឹងអានេះក៏ខុសដែរទី3 Podonun Han Sang Cha E គេថាតាពាំងបាយជូរក្នុងមួយកេះណាHan Sang Cha E ក្នុងមួយកេះនេះម៉ាន់គូឆុនគូបេកវ៉ុនអ៊ីមីដាគឺតម្លៃ19900ត្រូវដល់គ្នាត្រូវអត់ទេដល់គ្នាណាមិនត្រូវទេនេះគេចុះសល់ត្រឹមនេះនេះចុះសល់ត្រឹមនេះគេដល់គ្នានេះហាន់សាំងចានេះមួយកេះនេះគឺបញ្ចុះសល់ត្រឹមនេះតាទី4ខុលឡានឿនហាន់ចង់សាមញ្ញហាន់ចង់ថជុំនេះដែរគឺថាកូកានេះប្រសិនបើយើងទិញមួយដបគឺថែមជូនមួយដបត្រូវដល់គ្នាត្រឹមត្រូវបាទទិញមួយថែមមួយគេដាក់គេនេះ2900ទិញមួយថែមឲ្យមួយបាទទិញមួយថែមមួយអញ្ចឹងចម្លើយដែលត្រឹមត្រូវរបស់យើងគឺនៅលេខបាទលេខ4ហ្នឹងឯងដល់គ្នាលេខ4បាទឃើញទេយើងអានឲ្យទៀងទាត់មួយអញ្ចឹងទៅយើងអាចរកចម្លើយត្រូវឃើញដែរតោះទៀតលេខ5បាទទី5នេះយើងមើលមួយដល់គ្នាថាអ៊ឹមខាងក្រោមគឺអត្ថបទអ៊ីកូអានណែយងកកាធិនដូចទៅនឹងខ្លឹមសារខត់សឿនរបស់កូរីស៊ីវីអូសំជ្រើសរើសចេះគេឲ្យជ្រើសរើសនៅអ្វីដែលដូចខ្លឹមសារដែលយើងដូចខ្លឹមសារដោយអានអត្ថបទខាងក្រោមបាទឆេគឺណែយើងប្រែថាថ្មីថ្មីនេះបាទហាន់គុកគេសនឹងនៅក្នុងប្រទេសកូរ៉េមូអ៊ីនផាន់មេចំហាងលក់ទំនិញគ្មានមនុស្សមូអ៊ីនផាន់មេចំហ្នឹងប្រែថាហាងលក់ទំនិញគ្មានអ្នកលក់ណាបងប្អូនដែរឃើញទេនៅប្រទេសខ្មែរយើងអត់ទាន់មានទេនៅប្រទេសជឿនលឿនដូចជាប្រទេសកូរ៉េនេះគេចាប់ផ្ដើមមានហាងលក់ទំនិញគ្មានមនុស្សសូម្បីតែហាង 7-Eleven ភាគច្រើនលោកឃើញ 7-Eleven នៅប្រទេសកូរ៉េនេះគឺគេលក់ដែលអត់មានអ្នកលក់ទេបានន័យថាអ្នកទិញចូលទៅគឺរើសអីវ៉ាន់ច្រកថងខ្លួនឯងវិចខ្ចប់ខ្លួនឯងហើយបន្តមកគិតលុយខ្លួនឯងទៀតតោះនេះបងប្អូននឿលនេះកើនឡើងខូចស៊ីមណាកំពុងជាងប្រែទៅក្នុងប្រទេសកូរ៉េនេះនៅពេលថ្មីកំពុងតែកើនឡើងនៅហាងលក់ទំនិញគ្មានមនុស្សបាទមូអ៊ីនផាន់មេចំហាងលក់ទំនិញគ្មានមនុស្សជីកវ៉តអបកូអត់មានបុគ្គលិកទេបាទជីកវ៉តនេះប្រែបុគ្គលិកហើយពោធុងជាធម្មតាពោកេកនេះយើងប្រែថាភ្ញៀវ
ឬក៏អតិថិជនណាបាទវ៉នហានឿនដែលចង់សាំងភូមិទំនិញវ៉នត្រូវការឬក៏ចង់បងប្អូននេះវ៉ននេះប្រែត្រូវការ Sun Tech Hazel ជ្រើសរើសទំនិញដែលខ្លួនត្រូវការជីកចាប់ខ្យល់ឆេជីកចាប់តែដោយផ្ទាល់ខ្យល់ឆេទូទាត់ផាំងស៊ីកណូជារបៀបណាជារបៀបផាំងស៊ីកប្រែជារបៀបបាទអូនយ៉ងធម្មតាកំពុងតែដំណើរការអូនយ៉ងដំណើរការណាបាទអញ្ចឹងយើងប្រែថាម៉េចបងប្អូនគេថាហាងលក់ទំនិញគ្មានមនុស្សណាបាទវាអត់មានបុគ្គលិកទេណាអត់មានបុគ្គលិកទេណាបាទហើយកំពុងតែដំណើរការដោយរបៀបទូទាត់ផ្ទាល់ខ្លួនបាទបានន័យថាអតិថិជនបងប្អូនជាធម្មតាអតិថិជនហ្នឹងគឺធ្វើប្រតិបត្តិការតាមរបៀបទូទាត់ខ្លួនឯងពីចំអាជីពចាប់ខ្លួនឯងដោយជ្រើសរើសនៅទំនិញដែលខ្លួនត្រូវការតើបងប្អូនបានថាជ្រើសរើសទំនិញដែលខ្លួនត្រូវការហើយធ្វើការទូទាត់ខ្លួនឯងតថែពូពូនភាកច្រើន24 ម៉ោងអ៊ុនយ៉ងថេកូគឺកំពុងតែប្រតិបត្តិការអ៊ុនយ៉ងអាចប្រែថាដំណើរការឬប្រតិបត្តិការប្រែបានដូចគ្នាណាបាទកំពុងតែដំណើរការ24 ម៉ោងភាគច្រើនបាទអនជេធឿនជីគ្រប់ពេលវេលាអ៊ីយ៉ុងហាល់នេះស៊ូអ៊ីតសម្រាប់អាចប្រើប្រាស់បានគ្រប់ពេលវេលាដែលកំពុងដំណើរការ24 ម៉ោងភាគច្រើនតូហាន់ម្យ៉ាងវិញទៀតហាន់គូក៏រិលភាសាកូរ៉េឆាល់ម៉ូតហេសឆាល់ម៉ូតនេះមិនចេះភាសាកូរ៉េខាន់តាន់ហាគេយ៉ាងងាយស្រួលបាទមូលកនអីវ៉ាន់សាលសុស៊ីមីណាអាចទិញចេញប្រែថាម្យ៉ាងទៀតគឺគេអាចទិញអីវ៉ាន់បានយ៉ាងងាយស្រួលទោះបីជាមិនចេះភាសាកូរ៉េក៏ដោយបាទនេះជាខ្លឹមសារទាំងស្រុងនៃអត្ថបទមួយនេះចុះបងប្អូនអរគ្នាប្រែពាក្យមួយតាមលោកគ្រូទៅហើយរៀនបកប្រែខ្លួនឯងបន្ថែមព្រោះលោកគ្រូបានប្រែឲ្យអស់ហើយលោកគ្រូអត់ត្រឡប់ភាសាទៀតទេណាបាទអញ្ចឹងទី1 move in ផាន់មេចំស៊ូកាបាទចំនេះចំជូរនេះបើថាថយចុះទៅចំន័យថាបើថានិយាយឡើងទៅចំនេះឡើងទៅណាបើសិនបើនិយាយថយចុះទៅដូចសញ្ញាផ្ទួនយ៉ាងហ្នឹងភាសាខ្មែរយើងណាខូចសំណាកំពុងតែចេញប្រែថាចំនួនអាស៊ូការចំនួននៃហាងលក់ទំនិញគ្មានមនុស្សនេះគឺកំពុងតែថយចុះទៅត្រូវអត់អត់ត្រូវទេមិនកំពុងតែថយចុះទេគឺកំពុងតែកើនឡើងនេះនិលកូអ៊ីស៊ីមីណាកំពុងតែកើនឡើងទី2 move in ផាន់មេចំមេសាឌឿននៅក្នុងហាងលក់ទំនិញគ្មានមនុស្សជីកវ៉ានីខេសានិលតួជំនីដាគេថាបុគ្គលិកជួយគិតលុយត្រូវតើអ្នកអ្នកខេសានគិតលុយណាបុគ្គលិកជួយគិតលុយអត់ទេបាទអ្នកទិញរើសអីវ៉ាន់ដែលយើងត្រូវការឲ្យគិតលុយខ្លួនឯងណាលោកគ្រូក៏ធ្លាប់ប្រើប្រាស់ក៏ក្របចូលទៅក្នុងម៉ាតបែបហ្នឹងដែរបាទងាយស្រួលបាទយើងទិញខ្លួនឯងគិតលុយខ្លួនឯងទី3ផាំមេតូនៅពេលយប់ move in ផាន់មេចំមេសនៅក្នុងហាងលក់ទំនិញគ្មានមនុស្សនៅពេលយប់ move gone សៅសុីមីណាអាចទិញគេថាអាចទិញអីវ៉ាន់បាននៅក្នុងហាងលក់ទំនិញដោយគ្មានមនុស្សនៅពេលយប់ត្រូវទេត្រឹមត្រូវនេះ24 ម៉ោងដល់នេះពាក្យថា24 ម៉ោងគឺយប់ហើយមិនថ្ងៃដល់នេះណាបាទទី4នេះ move in ផាន់មេចាដិនវេកូគិនធរីសអ៊ីយ៉ុងហៅស៊ូអ៊ីយ៉ុងហាគីអេភុលចន់នេះពិបាកជាងប្រែតែមិនអស់គ្នាថាហាងលក់ទំនិញគ្មានមនុស្សនោះជនបរទេសទាំងអស់គឺពិបាកក្នុងការប្រើប្រាស់ត្រូវទេអត់ទេទោះបីយើងមិនចេះកូរ៉េក៏ដោយក៏យើងអាចទិញបានយ៉ាងងាយស្រួលដែរអញ្ចឹងអានេះខុសអញ្ចឹងចម្លើយត្រឹមត្រូវរបស់យើងនៅលេខ3តោះនេះណាតោះនេះបាទលេខ3នេះចម្លើយត្រឹមត្រូវរបស់យើងតោះចឹងលោកគ្រូសុំបន្តទៅមុខទៀតគេងាយដល់គ្នាណាបាទលំហាត់បន្ទាប់គឺវិញ្ញាសាស្ដាប់បាទវិញ្ញាសាស្ដាប់តោះឥឡូវយើងសាកស្ដាប់បងប្អូនគ្នាបាទលេខ1គេដាក់ថាមើលធិតគោស្ដាប់ខាងក្រោមហើយភីនខាន់ចន្លោះទំនេរអាល់ម៉ាត់ជឿនខតសិលខូរីស៊ីបស៊ីអូគេឲ្យយើងស្ដាប់ខាងក្រោមហើយជ្រើសរើសនៅអ្វីដែលត្រឹមត្រូវក្នុងចន្លោះទំនេរនេះចាំមើលគេអានអីគេអញ្ចឹងយើងគ្រាន់តែយកមកពាក្យហ្នឹងជ្រើសរើសពាក្យហ្នឹងគឺបានហើយតោះសាកល្បងមើលបងប្អូនគ្នា1번 다음을 듣고 빈칸에 알맞은 것을 고르십시오. 수박. 다시 들으십시오. 수박. តោះបងប្អូនមានពាក្យអីគេបាទអានេះមានពាក្យស៊ូហើយចេះគេអានថាស៊ូប៉ាក់អញ្ចឹងចម្លើយនៅលេខលេខ2ដល់នេះស៊ូប៉ាក់គឺចម្លើយលេខ2តោះទៅមុខទៀតរូបភាពទី2ណាលំហាត់ទី2គេដាក់ថាមើលធិតគោស្ដាប់ខាងក្រោមហើយធឺរឿនដែលលឺបាទណែយងខ្វាអ៊ីននេះយើងប្រែថាខ្លឹមសារគឺរៀមរូបភាពខូឬសិបអូសូមជ្រើសរើសអញ្ចឹងគេឲ្យយើងស្ដាប់ហើយជ្រើសរើសរូបភាពដែលមានពាក់ព័ន្ធទៅនឹងខ្លឹមសារដែលយើងបានលឺអញ្ចឹងអានេះគេផ្ដោតទៅលើគេតោះនេះផ្ដោតទៅលើតម្លៃបាទតម្លៃនេះ
បាទ35,000 45,000 53,000ហើយនិង54,000អញ្ចឹងយើងគ្រាន់តែចេះស្ដាប់នៃតម្លៃលុយទាំងអស់ហ្នឹងគឺយើងអាចរកចម្លើយទៅឃើញហើយបាទតោះចេះលេខនៅបងប្អូនគ្នាលេខហ្នឹងគឺចំនួនលុយគេប្រើអីគេ ILI Samsa អញ្ចឹងអ្នកនរគ្នាគាត់ចេះស្ដាប់ ILI Samsa ឲ្យបានច្បាស់ទៅគឺយើងអាចដោះស្រាយលំហាត់នឹងបានតោះចាប់ផ្ដើម 2번. 다음을 듣고 들은 내용과 관계 있는 그림을 고르십시오. 운동화가 얼마예요? 운동화가 얼마예요? 다 bài kể lại đi tầm lấy phần mán đấy 45,000원이에요. đọc hay lười kế 다시 들으십시오. 운동화가 얼마예요? 45,000원이에요. Saman ô chon won ni eyo Saman 40,000 ô chon won 5,000 chứ tầm lấy cứ 45,000 5,000 chấm lại nó lấy lịch 2 toàn đọc nhéតោះបន្តទៅទៀតលេខរៀងទី2បាទធូសារ៉ាមនុស្ស2នាក់មុខអត់អ្វីថេហេតាក់តងមលហាកូសនិកាកំពុងតែនិយាយជាងគេសួរតាអ្នកទាំងពីរហ្នឹងកំពុងនិយាយគ្នាតាក់តងពីអ្វីតោះយើងស្ដាប់មើលណាទី1ខាខ្ចក់អីគេតម្លៃណាល់ស៊ីអាកាសធាតុឆាំងសូកន្លែងជីកប់មុខរបរអញ្ចឹងយើងស្ដាប់មើលតើអ្នកទាំងពីរកំពុងនិយាយគ្នាតាក់ទងពីអីចាប់ដើម 3번. 두 사람은 무엇에 대해 말하고 있습니까? 이 티셔츠는 5만 원이에요. 티셔츠가 비싸네요. 좀 깎아주세요. ស្ដាប់បានទេបងប្អូនកាកាជូសេយោម្ដងទៀត 다시 들으십시오. 이 티셔츠는 이 티셔츠는 áo dệt này nó bà áo dệt này 5만 원이에요. 5만 원이에요 그 50,000원 티셔츠가 비싸네요. bà áo dệt này cứ thay na 좀 깎아주세요. chúng các cái chú sẽ sống chui mà cho đồng lấy bình tĩnh màu chứ nè đó đạp mơ thật tan nè tầm pi còn phong này gì tại tông bị cứ tại tông pi đóm lại khạc chọc bà đầm lay nữa bà đó chân dương bà to tầm tiết đó bà lý điếc tị buồn cái đã tha mưa thích cố sẽ đọc hàng cầu hỏi y o chỉ nên đại trâu lại tọp mà lô bịa nó bịa đại trâu lại tọp khá chăng al mặt chứ đại trâu trâu bọc hót khót sư ở với ai phải thở bỏ được ở với cô đi sự xong chơi được chẳng cái ai sẽ đọc hàng cầu hỏi chơi được nó ở với đại trâu trâu bọc hót chia bịa đại trâu lại tọp chứ anh ấy cái hai thao vì sao dàn tô profile admin sầm nô tới miền tây chậm lời chứ nằm bay ai đặt sai làm hoạt động bán như thời mấy đập sầm nô kẹt bàn bà sẽ đam bán bà sẽ đập cái tùy bà sẽ đập cái tùy mình bán tiết anh nắng chụp được trong rồi nữa bà ta sẽ đập cái nhé 4번. 다음을 듣고 이어지는 말로 가장 알맞은 것을 고르십시오. 사장님, 이 바지 다른 색깔도 있어요? 1. 바지는 얼마예요? 2. 한 벌에 4만 원이에요. 3. 종이 가방에 좀 넣어주세요. 4. 하얀색도 있는데 보여드릴까요? mà đầu tiên đọc nhé 다시 ta sẽ đọc mình cung đầu tiên đó 들으십시오. 사장님, kia từ bốn cái tham ấy sa trang nim chẳng ấy sa trang nim này bắt đầu một tiết đọc mới 이 바지 y 바지 y thằng ấy đọc đi y 바지 이 바지 khao chừng vệnh đi mình chắc ấy 바지 khao chừng vệnh 다른 색깔도 있어요? 다른 색깔도 있어요 다른 색깔 và 색깔 다른 색깔도 있어요
있어요. 다른 색깔도 있어요. nhà sủa nữa. Cái thao trẻ. 사장님, 이 바지 다른 색깔도 있어요? Lúc cái, tao khao chừng với những miền bọt xanh thế. 1. Chắc nhưng mở cái nào cái xuôi chẳng ta cái cô trả lời thằng mình. Ta khao chừng với miền bọt xanh thế on. Tí mùi, 바지는 얼마예요? Nhưng cái trả lời thằng ta khao chừng với những cái lại bộ mán. Tao căn nè tinh trâu on mà. Tí pi, 한 벌에 mùi cảm plế đó. 사만 원이에요. Mùi cảm plế cứ 40,000 won trâu được on. Tí 7, và tí 7 đó này đó, tí 7. Tí 7 cái thằng mày. Chị sẽ đấy. Và tí 7 đi, cái thằng mày đã. 종이 가방에 좀 넣어주세요. và cái thằng mày đó cái đấy. Cái thằng xôm đã, cái đã nó không có bộ bình tĩnh. Nhà 종이 cái đã nó. xôm vô cái đã không có bộ bình tĩnh. và đặc biệt về bầu nó đó này. Tí 4 đi. 하얀색도 있는데 보여드릴게요. cái thằng miếng 버섯 đây đó nè 하얀색 버섯 있는데 miếng 버섯 đâyខ្ញុំនឹងឲ្យមើលបាទ polio drill គេយកខ្ញុំនឹងបង្ហាញឬក៏ខ្ញុំនឹងឲ្យមើលភាសាខ្មែរខ្ញុំខ្ញុំយកឲ្យមើលណាអញ្ចឹងចម្លើយដែលត្រឹមត្រូវរបស់យើងដល់លេខយកប៉ុននេះសេយោ4번입니다អ្នកនរគ្នាណាចម្លើយដល់លេខ4នឹងឯងតោះអញ្ចឹងយើងស្ដាប់ចម្លើយទាំង4ដល់គ្នាឲ្យចប់ 바지는 얼마예요? 2. 한 벌에 4만 원이에요. 3. 종이 가방에 좀 넣어주세요. 4. 하얀색도 있는데 보여드릴까요? ចុងក្រោយដល់គ្នា 5번. លេខ5គេថាម៉េចគេសួរថាយកចានឹងស្ត្រីនេះយកគីអេនៅទីនេះវេហេតុអ្វីវត្តសិនជាកាមកគេសួរតើស្ត្រីហេតុអីបានមកទីនេះតើហេតុអ្វីបានជាស្ត្រីមកទីមកធ្វើអីតោះនេះមកធ្វើអីតោះយើងស្ដាប់មើលបងប្អូនគ្នាតើគាត់មកដើម្បីអី 여자는 여기에 왜 왔습니까? 어서 오세요. 뭘 찾으세요? 바지가 좀 커서 바꾸려고요. 다시 들으십시오. 여자는 여기에 왜 왔습니까? 어서 오세요. also សេយកគេថាមិនបងប្អូនគ្នាសូមស្វាគមន៍ណាតទៀត 뭘 찾으세요?មុលឆាជិសេយោតើអ្នកស្វែងរកអ្វី 바지가 좀 커서 ផាជីកាខោជើងវិញជុំបន្តិចខសដោយសារខោជើងវិញវាធំបន្តិច 바꾸려고요. ផាក់គូរីយ៉ូកូយ៉ូខ្ញុំមានបំណងបដូរវាបាទចឹងសំណួរសួរថាតើហេតុអីបានស្ត្រីមកទីនេះគឺមានបំណងបដូរអីគេបដូរខោជើងវិញទី1ផាជីរិលខ្ជូវ៉ាន់ហារីយ៉ូកូមានបំណងផ្លាស់ប្ដូរអាពាក្យខ្ជូវ៉ាន់ណាហើយនឹងផាគូស្មើគ្នាបាទទី2ផាជីរិលហ្វាន់ភូលហារីយ៉ូកូមានបំណងបដូរយកលុយបានហើយយកខោជើងវិញបដូរយកលុយអាហ្វាន់ភូលនេះបានន័យថាយើងអត់បដូរយកអីវ៉ាន់ទេបាទបដូរយកលុយតែស្ត្រីវិញគេចង់បដូរយកអីវ៉ាន់ផាគូបដូរយកអីវ៉ាន់ណាបាទដោយសារវាធំទី3 Shin Banul ខ្ជូវ៉ាន់ហារីយ៉ូកូមានបំណងបដូរស្បែកជើងចំណែកទី4 Shin Barrel ហ្វាន់ភូលហារីយ៉ូកូមានបំណងបដូរស្បែកជើងយកលុយអញ្ចឹងចម្លើយត្រឹមត្រូវរបស់យើងលេខប្រមាណបងប្អូនគឺនៅលេខបាទលេខ1នឹងឯងគឺមានបំណងបដូរខោជើងវែងតោះនេះបងប្អូនតោះឥឡូវយើងមកបញ្ជាក់ខាងក្រោមតិចនេះអញ្ចឹងអ្នកនរគ្នារៀនអានបកប្រែស៊ូប៉ាក់ចេះអត់អ៊ុនដុងហွာកាអលម៉ៃយោបាទ4만 5천 원이에요. 이 티셔츠는 5만 원이에요. 티셔츠가 피사네요. 좀 깎아주세요. 사장님, 이 바지 다른 색깔도 있어요? 어서 오세요. 뭐 찾으세요? 바지가 좀 커서 바꾸려고요. អញ្ចឹងយើងរៀនអានបកប្រែបើសិនបើយើងអានឲ្យបកប្រែបានយើងប្រកាសយើងអាចស្ដាប់បានអញ្ចឹងអ្នកនរគ្នានៅផ្ទះតនេណាបាទស្ដាប់ហើយស្ដាប់ទៀតស្ដាប់មុនដំបូងយើងស្ដាប់ហើយស្ដាប់បដៅមើលបដៅបន្ទាប់មកយើងសាកស្ដាប់ដោយមិនបាច់មើលតែយើងអាចស្ដាប់បានអត់ក្រោយយើងស្ដាប់ហើយយើងប្រែបានន័យថាយើងចេះស្ដាប់ហើយ
អនុវត្តអញ្ចឹងម្ដងមួយមេរៀនអ្នកនរគ្នានឹងអាចស្ដាប់បានទាំង60មេរៀនដោយប្រើរយៈពេលខ្លីណាសំខាន់យើងចេះមួយមេរៀនចាំទៅមុខមួយមេរៀនរៀនទៅមុខរហូតបានប៉ុន្តែនៅពេលដែលយើងអនុវត្តជាក់ស្ដែងធ្វើម៉េចឲ្យចេះចាំទៅមុខតើអ្នកនរគ្នាបាទអញ្ចឹងសម្រាប់មេរៀនទីអ10នេះគឺបានមកដល់ទីបញ្ចប់អ្នកនរគ្នាណាហើយគ្រូតែងតែអរគុណដល់សិស្សអ្នកនរគ្នាដែលមានការខិតខំប្រឹងប្រែងបាទអញ្ចឹងយើងខំប្រឹងប្រែងបន្តទៅមុខទៀតអ្នកនរគ្នាបាទហើយជាចុងក្រោយជូនពរទៅដល់គុណសិស្សអ្នកនរគ្នាប្រឡងជាប់គ្រប់គ្នាបាទហើយមេរៀនបន្ទាប់យើងនឹងចូលទៅដល់មេរៀនទី11ដល់នេះណា11បាទអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណជម្រាបលាជួបគ្នានៅក្រោយទៀតបាទអរគុណបាយបាយដល់អ្នកគ្នាបាទ